បាទសួស្តីបងប្អូនថ្ងៃនេះយើងមានអំភ្លីសាប់ឡាន4 channel ណាអំភ្លីសង់ម៉ាក់វា power box 4 channel បញ្ហាវាខូចហើយខាងផ្នែកចូល12 V ផ្នែកវាគឺខូចហើយផ្នែក switching ចូល12ហើយនឹង bridge មកភ្លើង24 V អញ្ចឹងហើយយើងវាស់ប៉ែតនេះសាកមើលតើមានជាប់ជើងអត់បងដាក់នាឡិកាឲ្យមើលកន្លែងវាចៀនតិចបងអញ្ចឹងប៉ែតមកក្រមនេះអត់អីទេសម្រាប់ការវាស់ប៉ែតអញ្ចឹងបើសម្រាប់បងណាគាត់ចេះហើយមិនបាច់មើលទេព្រោះខ្ញុំក៏មិនសូវចេះប៉ុន្មានដែរណាយើងចឹងនេះក៏អត់អីដែរក្នុងការវាស់ប៉ែតយើងចាក់តែ2ជើងកដាលហើយជើងទី2ជើងទី3ជើងត្រឡប់គ្នាមើលតើអូមវាស្រូវអូមចឹងនេះក៏អត់អីដែរអញ្ចឹងឃើញថាប៉ែតមកគ្រាប់នេះគឺវាឡើងកប់អញ្ចឹងបើវាឡើងដល់ស្រូវអូមនេះយើងត្រឡប់មើលអញ្ចឹងប៉ែតហ្នឹងវាខូច 100% អញ្ចឹងយើងត្រូវការមកវាស់ខាងនេះ2គ្រាប់ទៀតវាស់សាកមើលវាមានខូចអត់អីទេអត់អីទេអញ្ចឹងអំភ្លីនេះវាខូចតែប៉ែតមកគ្រាប់ទេអញ្ចឹងឲ្យយើងធ្វើការដោះចេញសិនអញ្ចឹងយើងធ្វើការបូមវាចេញមកប៉ែតចេញមកដែលយើងវាស់ឃើញខូចមិញមកគ្រាប់បូមចេញហើយយើងបូមចេញរួចហើយអញ្ចឹងយើងដាក់ភ្លើងវាមើលតើវាភ្លើងវាមានចេញមកភ្លើងវាមានចេញនៅអញ្ចឹងយើងធ្វើការដាក់ភ្លើងមកភ្លើងបោកដកអានេះខ្ញុំប្រើភ្លើង12 V ពី power supply អញ្ចឹងយើងដាក់ភ្លើងចូលមើលអញ្ចឹងភ្លើងដកភ្លើង12 Vចឹងយើងមើលចាំមើលភ្លើងខាងមុខវាចឹងវាមានភ្លើងហើយមកខាងមុខគឺភ្លើងទៀងចឹងមានន័យថាអំភ្លីនេះវាខូចតែហ្វែតមួយគ្រាប់ឯងចឹងយើងបានលុយផឹកហ្វេហើយអញ្ចឹងយើងចាក់ចម្រៀងសាកវាបន្តិចមើលតើវាលឺអត់ដាក់ញ៉ាអ៊ីនចូលមកចាក់បាត់ចម្រៀងចូលចឹងយើងសាកសលេងវាបន្តិចមក
ហើយចឹងយើងសាកនេះ channel ទី3យើងសាក channel ទី4nữa channel ទី4ក៏លឺហើយចឹងយើងដូរសញ្ញា in មកសា channel ទី1ហើយនិងទី2វិញឲ្យវាលឺអត់យើងដូរសញ្ញា in សាកមើលអានេះ channel ទី1 channel ទី1 channel ទី2ចឹងអំភ្លីនេះយើងវារួចរាល់ហើយចឹងវាខូចតែហ្វេតមួយគ្រាប់ទេចឹងយើងចឹងអំភ្លីនេះវាខូចតែហ្វេតមួយគ្រាប់នេះទេហ្វេតនេះក៏យើងអំភ្លីនេះគ្រាប់ជួសជុលម្ដងហើយហ្វេតនេះគេដាក់លេខមកខុសលេខស៊ីនវាគឺ44Nឥឡូវយើងមានហ្វេតជំនួសវាហើយហ្វេតជំនួសវាយើងដាក់60N06 អញ្ចឹងអំពែវាដូចគ្នាវ៉ុលវា60វ៉ុលអំពែវាគឺ45អំពែអញ្ចឹង44វាអំពែវាអំពែវាដូចជា49អំពែហើយនឹងភ្លើងវា50វ៉ុលអញ្ចឹងយើងអាចដាក់ជំនួសបានបាទអរគុណ